ក្តៅដូចបាយពុះនរណាខ្លះដេកហូរទឹកភ្នែកនៅផ្ទះស្អប់ផ្ដាំកូនផ្ដាំចៅតគ្នាថាសៀមបានឈ្លានពានខ្មែរហើយនេះជាទិដ្ឋភាពខ្មែររួបរวมគ្នាខ្មែរខ្លាំងខ្មែរត្រូវតែឈ្នះពុកម៉ែបងប្អូននេះអាហារស្បៀងនិយាយទៅគ្រឿងក្រៀមគ្រឿងស្ងួតគឺយើងត្រូវការណាស់នៅទីតាំងអ៊ីតមួដើម្បីឲ្យពុកម៉ែបងប្អូនបានមកចូលរួមឬក៏ថាអ្នកនៅឆ្ងាយអត់បានចូលរួមអាចចូលរួមតាមរយៈ QR code ដែលខ្ញុំដាក់នៅខាងក្រោមខមមិនយើងនៅចាំទទួលពុកម៉ែបងប្អូនហើយនេះសិតតែជាទិដ្ឋភាពយុវវ័យយុវជន Gen Z Gen Y អីគាត់មកចូលរួមជួយម្នាក់ម្ដាយមួយជើងទាំងប្រុសទាំងស្រីនិយាយទៅមានពងទាយើងចំអិនតាមពងទាមានត្រីងៀតចំអិនតាមត្រីងៀតប៉ុន្តែពងទារៀងពិបាកក្នុងការទុកបន្តិចទោះបីជាយើងស្ងោរឆ្អិនហើយក៏យើងយកទៅរៀងនៅតែមានបញ្ហាដែរហើយសម្រាប់នេះជាទិដ្ឋភាពស្រស់គ្នាមែនតើប្រម៉ែប្រមូលឲ្យវាយអវ៉ាន់ចក្រានអរគុណដល់ហាងអ៊ីតមួម្ចាស់ហាងអ៊ីតមួ La Fashion PR ការ៉េ3ភ្នំពេញ City Center ដែលគាត់បានផ្ដល់ទីតាំងជូនដល់ការធ្វើកម្មវិធីនេះឡើងអញ្ចឹងពីខ្ញុំទៅអ៊ីតាមីអរគុណដល់ពុកម៉ែបងប្អូនដែលជឿទុកចិត្តហើយបានចូលរួមជាថវិកាក៏ដូចជាយកស្បៀងអាហារស្ងួតអីផ្សេងរបស់ប្រើប្រាស់កៅអៅសម្លៀកបំពាក់អីយកមកបរិច្ចាគនៅទីតាំងអ៊ីតមួតំបន់បឹងកក់នេះពួកយើងនៅតែបន្តទទួលព្រោះអីជនភៀសសឹកយើងពុកម៉ែបងប្អូនក្មេងៗច្រើនម៉ឺនអ្នកណាស់ច្រើនម៉ឺនគ្រួសារណាកំពុងតែត្រូវការពួកយើងអញ្ចឹងនេះជាស្មារតីខ្មែរតែមួយរួបរวมគ្នាយើងចំអិនម្ហូបឲ្យឆ្អិនហើយយើងវិចខ្ចប់ដាក់ឡានដឹកចេញទៅទាំងយប់ហើយទីតាំងគឺយើងនឹងព្យាយាមធ្វើម៉េចឲ្យបានទៅដល់នៅផ្លូវខាងក្នុងណាអញ្ចឹងសង្ឃឹមថាមានថ្នាក់ដឹកនាំគាត់ជួយសម្រួលផ្លូវសម្រួលថាតើផ្លូវណាយើងទៅបានដោយសុវត្ថិភាពព្រោះបញ្ហារឿងឡានដែលគាត់ទៅអ្នកឡានខ្លះគាត់អត់ហ៊ានទៅទេព្រោះដោយសារកំពុងតែក្តៅកគុកប៉ុន្តែយ៉ាងណាយើងនឹងព្យាយាមហើយសង្ឃឹមថាពុកម៉ែបងប្អូនដែលជាម្ចាស់ជំនួយគាត់បានជួយឲ្យគាត់ជឿឲ្យគាត់បានឃើញនៅព័ត៌មានទាំងអស់នេះថាខ្មែរយើងរួបរวมគ្នាណាស់នេះហើយជាខ្មែរក្នុងទ្លងតែមួយរំភើបខ្លាំងមែនតើរំភើបនៅក្នុងពេលដែលចោលឈ្លានពានយើងចងចាំយើងពុះនិយាយទៅពុះចំណាំហ្មងថាអាចោលសៀមគឺវាឈ្លានពានយើងវាបានសម្រាប់ប្រជាជនស្លូតត្រង់របស់ខ្មែរយើងទៀតអរគុណជម្រាបលាបាយបាយ